រំដួលនិទានសូមជូនរឿងចោរចិត្តជារឿងចោរចិត្តជារឿងព្រេងនិទាននិយាយតគ្នាដែលចាស់ខ្មែរខ្លះតែងតែលើកមកនិទានកំប្លែងលេងប្រាប់ដល់កូនចៅរបស់ខ្លួនហើយអ្នកសិក្សាអក្សរសាស្ត្រទាំងឡាយក៏បានលើកយករឿងនេះមកធ្វើជាប្រធានបទរៀនសូត្រផងដែរក្នុងសាច់រឿងអ្នកនិពន្ធដូចជាចង់ប្រាប់អ្នកអានឲ្យឃើញថាការរស់នៅប្រកបរបរចិញ្ចឹមជីវិតគេពុំចាំបាច់ធ្វើការសិក្សារៀនសូត្រឲ្យច្រើននោះទេយើងឃើញក្មេងកំព្រាឪពុកម្នាក់ដែលមិនព្រមធ្វើការសិក្សារៀនសូត្រស្វែងរកចំណេះវិជ្ជាអ្វីទេគេជ្រើសយកមុខរបរជាចោរដើរលួចទ្រព្យសម្បត្តិអ្នកដទៃទៅវិញម្យ៉ាងវិញមួយទៀតយើងឃើញស្ដេចប្រើអំណាចដាច់ការក្នុងការជ្រើសរើសមន្ត្រីរាជការឲ្យឡើងកាន់អំណាចជាអ្នកធំជាអ្នកដឹកនាំគ្រប់គ្រងលើអាណាប្រជារាស្ត្រទ្រង់មិនចាំបាច់រើសយកអ្នករៀនសូត្រអ្នកមានចំណេះវិជ្ជាចេះដឹងអ្នកមានសមត្ថភាពអីទេរបៀបចេះរើសស្ដេចត្រូវការប្រាក់បើនរណាមានប្រាក់ច្រើនយកទៅដាក់បញ្ចូលក្នុងឃ្លាំងរបស់ស្ដេចអ្នកនោះនឹងបានឡើងជាមន្ត្រីធំធ្វើជាអ្នកគ្រប់គ្រងធ្វើជាអ្នកដឹកនាំបើទោះជាអ្នកនោះគ្មានសមត្ថភាពជាជនពុករលួយជាអ្នកបោកប្រាស់ជាអ្នកប្រព្រឹត្តអំពើអយុត្តិធម៌ជាអ្នកដែលមានលុយកាក់ច្រើនដោយប្រើអំពើរកស៊ីខុសច្បាប់ឬជាអ្នកគ្មានចំណេះដឹងយ៉ាងណាក៏ដោយស្ដេចឥតត្រូវការសមត្ថភាពនេះទេគឺព្រះអង្គត្រូវការតែលុយប៉ុណ្ណោះអានក្នុងសាច់រឿងបន្តទៀតយើងឃើញអ្នកនិពន្ធបានបង្កប់ក្នុងសាច់រឿងនៅអប្រិយជំនឿមួយតែងតែជួបប្រទះហើយដែលការពិតវាហាក់ដូចជាស្រពេចស្រពិលគ្រប់កលៈទេសៈនោះគឺការបន់ស្រន់សុំឲ្យទេវតាប្រទានមាសប្រាក់បុណ្យស័ក្តិជាដើមក្នុងសាច់រឿងចោរចិត្តជាមន្ត្រីម្នាក់ចង់ធ្វើជាចៅហ្វាយខេត្តបន់ស្រន់ព្រះសុំព្រះទេវតាសុំលុយ40កប្បបណ្ណៈយកទៅសោកស្ដេចចៅស្ដាប់ឮការបន់ស្រន់ហើយមានចិត្តមេត្តាថ្លែងខ្លួនជាទេវតាវិច្ចលុយចំនួន40កហបណៈយកមកដាក់ឲ្យមន្ត្រីនោះតើនេះជាទេវតាបោកប្រាស់មែនឬទេអំពើអយុត្តិធម៌ក្នុងរឿងចោរចិត្តជាមួយទៀតគឺមន្ត្រីរាជការប្រើអំណាចរបស់ខ្លួនដោយលែងចោលដោយគ្មានការជំនុំជម្រះរកហេតុផលខុសត្រូវអ្វីទាំងអស់ចោលជាបពុះរបស់ខ្លួនជាកូនចៅជាអ្នកដែលខ្លួនស្គាល់ទោះដឹងថាជាចោរពិតប្រាកដហើយក្តីក៏ជន់ជាប់ចោទអាចគេចផុតពីសំណាញ់ច្បាប់បានម្ល៉េះហើយភាពឥតមានទោសคล้ายជាអំពើអយុត្តិធម៌ហើយវាជាដំបៅមហារាជដ៏មហាសែនរ៉ាំរ៉ៃស៊ីរួងទៅក្នុងសង្គមមនុស្សឲ្យឃើញសារគ្រប់ទិវារាត្រីចៅចិត្តជាចៅដែលមានចិត្តជាទេវតាខ្លែងខ្លួនជាទេវតាមានចិត្តអាណិតហ៊ានចំណាយទ្រព្យសម្បត្តិលុយកាក់របស់ខ្លួនធ្វើប្រយោជន៍ឲ្យដល់អ្នកដទៃការយល់ដឹងឧបការៈគុណដល់បុគ្គលដែលធ្វើប្រយោជន៍ដល់ខ្លួនទោះជាបុគ្គលនោះតូចថោកទាបយ៉ាងណាក្តីក៏មិនបោះបង់ចោលគតិបណ្ឌិតទាំងពីរខាងលើ
បើស្ថិតនៅលើបុគ្គលណានីមួយបុគ្គលនោះរមែងបានប្រកបដោយសេចក្តីសុខចម្រើនជានិច្ចដូច្នេះមនុស្សត្រូវប្រើសតិបញ្ញាស្មារតីរបស់ខ្លួនពិចារណាគ្រប់ហេតុផលទៅលើអបាយជំនឿទាំងឡាយមានខ្មោចព្រាយបិសាចឬទេវតាជាដើមថាជាអ្នកជួយខ្លួនឲ្យរួចពីទុក្ខភ័យដែលវាគឺជាជំនឿមួយទំនាស់នឹងពាក្យបៀនប្រដៅរបស់ព្រះពុទ្ធសាសនាទៀតផងបុរសក្រីក្រពីរនាក់ដីប្រពន្ធក្នុងរឿងចោរចិត្តជាបោះបង់ជំនឿរបស់ខ្លួនទៅលើទេវតាហើយបែរមកជឿតាមពាក្យរបស់ចោរដែលខ្លួនកំពុងចាប់ដាក់គុកច្រវាក់ទៅវិញថាជាអ្នកផ្ដល់លុយកាក់ដល់ខ្លួនធ្វើឲ្យខ្លួនបានខ្លាយជាចៅហ្វាយស្រុកដោយជំនឿនិងសេចក្តីដឹងគុណដ៏ជ្រាលជ្រៅបុរសនោះហ៊ានដោះលែងចៅនោះឲ្យមានសេរីភាពឡើងវិញទាំងខុសច្បាប់ទៀតផងដំណើររឿងកាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាចៅចិត្តជាលុះក្មេងនោះចម្រើនធំឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាវាតែងដើរលួចទ្រព្យសម្បត្តិទាំងពួងមេដាទូមានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាមទើបមេដាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តដើរតែលួចទ្រព្យគេយកមកចិញ្ចឹមមេដានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាបតីនាម៉ឺនសពមុខបន្ត្រីចូលស្គាល់ទ្រង់មានព្រះឱវាទថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះណាទៅឈររក្សាបើអ្នកណាយកប្រាក់40កហបណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុករក្សាខេត្តនោះស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកើតទុកចង់ធ្វើចៅហ្វាយស្រុកប៉ុនពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះរាជឱវាទថាបើឈ្មោះណាមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់ឲ្យធ្វើចៅហ្វាយស្រុករក្សាខេត្តមួយដែលទំនេរភរិយាឆ្លើយថាអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់តែសពថ្ងៃយើងក្រីក្រតក់យ៉ាពេកយើងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយហើយបន់ទេវតាថាសូមទេវតាជួយខ្ញុំឲ្យមានប្រាក់40កហបណៈស្វាយស្ដេចខ្ញុំនឹងបានធ្វើចៅហ្វាយស្រុកគ្រានោះពេលនោះអាចៅចិត្តជាវាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានឮដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះវាវិចនឹងកំណាត់សម្ពាត់មកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះលួចត្រឡប់ទៅវិញលុះភ្លឺច្បាស់មន្ត្រីនោះញាក់ឡើងក្រឡេកទៅឃើញបង្វែកសម្ពាត់ក៏ចាប់លើកស្រាយមើលឃើញប្រាក់40កហបណៈអនណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយ
គឺទេវតាឲ្យប្រពន្ធស្ទុះមកឃើញច្បាស់ក៏មានចិត្តក្រេកអរពន់ពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តនោះតទៅឯអាចោរចិត្តជាកាលបើដឹងថាមន្ត្រីនោះបានធ្វើចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់វាបានម្ចាស់ទ្រព្យនាំអាចោរចិត្តជានោះទៅជួនចៅហ្វាយស្រុកចៅហ្វាយស្រុកបង្គាប់មេកុកឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចោរចិត្តជានិយាយតែម្នាក់ឯងថាអោហេតុតែឯងមានចិត្តអាណិតគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯងប្រឹងយកប្រាក់40កហបណៈវិចនឹងសម្ពុតមកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមិនមេត្តាករុណាឯងបន្តិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចោរចិត្តជានិយាយតែពាក្យដដែលអ្នកឯងមិនឈប់ឯចៅហ្វាយស្រុកនិងប្រពន្ធបានឮចៅនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាចៅវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរឆ្ងល់ណាស់គួរតែយើងចុះទៅសួរវាឲ្យជាក់ច្បាស់ទើបចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចៅនោះថាយើងឮឯងនិយាយរឿងអីយើងស្ដាប់បានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតទើបឲ្យចៅចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យរបស់គេរាល់យប់មកចិញ្ចឹមជីវិតកាលលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើចៅហ្វាយស្រុកវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនិយាយនឹងប្រពន្ធថាយើងបានប្រាក់40កហបណៈមកពីណាថ្វាយស្ដេចឲ្យធ្វើចៅហ្វាយស្រុកខេត្តមួយប្រពន្ធលោកថាយើងក្រៃម្លេះនឹងបានពីណាខ្ញុំឮដូច្នោះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហបណៈពីផ្ទះវិចនឹងកំណាត់សម្ពាត់មកដាក់ជិតក្បាលទំនេកទុកជូនលោកខ្ញុំត្រឡប់ទៅវិញថ្ងៃក្រោយឮគេនិយាយថាលោកបានធ្វើចៅហ្វាយស្រុកខ្ញុំក៏មកលួចក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថាអោអាសម្លាញ់អើយអោឯងនិយាយនេះពិតប្រាកដមែនដែលអញបានធ្វើចៅហ្វាយស្រុកពីព្រោះតែឯងជួយវេលានេះឯងកុំភ័យកុំតូចចិត្តព្រឹកនេះអញនឹងដោះលែងឯងឲ្យរួចចេញពីទោសមួយទៀតឯងនឹងអញយកគ្នាជាសម្លាញ់តទៅចៅហ្វាយស្រុកសួរថាឯងឈ្មោះអីបុរសនោះជំរាបថាខ្ញុំឈ្មោះអាចោរចិត្តជាលួចចៅហ្វាយស្រុកក៏ឡើងលើផ្ទះវិញលុះឮច្បាស់ចៅហ្វាយស្រុកបង្គាប់មេកុកឲ្យដោះអាចោរចិត្តជារួចពីទោសហើយនិយាយថាសម្លាញ់ឯងនៅនឹងអញចោះអញចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកុំលួចគេទៀត
អាចោចិត្តជាឆ្លើយថារឿងលួចនេះអញមិនឈប់ទេដែលអញលួចទ្រព្យគេនោះគ្រាន់យកទៅចិញ្ចឹមមេដាមេម៉ាយគ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់កើតសេចក្តីវេទនាទាស់តែងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគិតសម្លាប់លោកយមរាជនោះឲ្យបានមន្ត្រីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តប្រើដូចម្ដេចបានទាំងអស់ស្រីបម្រើខំគប់គុណចៅហ្វាយមិនឲ្យទាស់ចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថាវេលានេះចូលឯងអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកឯណាជួយរឿងនេះសពថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះពងគប់ស្រីបម្រើថាចូលឯងចេញពីអញទៅរកប្រាក់លោកយមរាជនៅនឹងគេចោះចូលឯងខំកប់គុណគេដូចកាលនៅនឹងអញបើឯងបម្រើខាងក្រៅលោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលឯងត្រូវចូលបម្រើខាងក្នុងលុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់ចូលឯងរំលាយសំណឲ្យពុះក្តៅរួចយកទៅចាក់ក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយបើឯងធ្វើបានដោយគំនិតនេះអញនឹងចេញប្រាក់ស្នួលឯងយកមកវិញឲ្យរួចពីគេស្រីបម្រើនេះទទួលការសពគ្រប់វេលាយប់នោះអាចោចិត្តជាដើរលួចគេហើយវាបានអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះនិយាយបង្គាប់ស្រីបម្រើឲ្យសម្លាប់លោកយមរាជដូចម្ដេចក៏វាស្ដាប់បានការទាំងអស់ថ្ងៃក្រោយស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជនោះលោកយមរាជក៏ទទួលចេញប្រាក់លួងឲ្យទៅបម្រើរៀងមកនាងនោះគាត់គង់ខំបម្រើលោកយមរាជនិងលោកជំទាវមិនឲ្យទាស់ចិត្តលោកយមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចេញចូលខាងក្នុងបម្រើចិត្តដិតរៀងមកវេលាមួយនោះពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថាលោកយមរាជនិងលោកជំទាវសម្រានលក់ហើយវាដុតភ្លើងរំលាយសំណឲ្យពុះក្តៅហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជស្លាប់ទៅរួចរាល់ត្រឡប់ទៅដេកតាមកន្លែងវិញលុះព្រឹកឡើងលោកជំទាវញាក់បានដឹងថាដីស្លាប់ក៏ស្រែកទ្រហោយំមនុស្សអើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងថាស្លាប់ពីរោគអ្វីដោយគ្មានស្នាក់ស្នាមបន្តិចសោះលោកជំទាវនោះក៏ទៅប្រកាសទូលស្វាយស្ដេចតាមរឿងដែលស្លាប់ព្រះរាជទ្រង់ក៏ចាត់មន្ត្រីឲ្យយកមកមើលតែមិនដឹងស្លាប់ពីរឿងអ្វីព្រោះគ្មានហេតុស្លាកស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមគួរក្រោយនោះជារដូវបុណ្យទ្វាទោសមាសនាម៉ឺនសពមុខមន្ត្រីចូលគាល់ព្រះមហាក្សត្រមហាក្សត្រទ្រង់មានព្រះរាជអង្ការថាបើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជបានដឹងច្បាស់ប្រកបយើងឲ្យធ្វើទីយមរាជរួចទ្រង់ស្ដេចយាងចូលខាងក្នុងសេនាបតីនាម៉ឺន
សពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនគ្រានោះចៅវាយស្រុកដែលជាសំឡាញ់ចៅចិត្តជាចង់ធ្វើយំរាជណាស់បានទៅរកចៅចិត្តជាសួរថាសំឡាញ់ឯងមកធ្វើអ្វីចៅវាយស្រុកប្រាប់ថាអញមកមានការសួរឯងបន្តិចត្បិតលោកយមរាជស្លាប់ដោយឥតមាននរណាដឹងថាស្លាប់ពីរោគអ្វីឥឡូវស្ដេចមានព្រះរាជឱវាទថាបើអ្នកណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដទ្រង់នឹងឲ្យធ្វើទីយមរាជរឿងនេះសម្លាញ់ឯងបានដឹងឬទេត្បិតអញចង់ធ្វើយមរាជណាស់ចៅចិត្តជាឆ្លើយថារឿងនេះអញបានដឹងច្បាស់ព្រោះនៅវេលារាត្រីមួយនេះអញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថាអញស្អប់លោកយមរាជពេកចង់សម្លាប់ចោលព្រោះជាសត្រូវនឹងអញក្នុងគ្រានេះត្រូវឯងជួយអញជាប្រាក់កត់ដូច្នេះត្រូវឯងចេញពីផ្ទះអញទៅរកផ្ទះលោកយមរាជនៅបើគេព្រមទទួលឲ្យនៅត្រូវឯងខំបម្រើគេឲ្យចូលចិត្តបើគេទុកចិត្តស្និទ្ធស្នាលប្រើចេញចូលនៅខាងក្នុងវេលាណាលុះដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលាយសំណឲ្យពួកដុតភ្លើងរំលាយសំណឲ្យពោះដៅហើយយកទៅចាក់ចូលក្នុងមាត់លោកយមរាជកំពុងដេកលក់គង់ស្លាប់មិនខានអញស្ដាប់បានចាំប្រកបសម្លាញ់ឯងទៅទួលស្ដេចតាមរឿងនេះចោលតែឲ្យគាស់ស្មោចលោកយមរាជនោះមកវះមើលបើឃើញសំណនៅក្នុងពោះខ្មោចនោះមែនសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខានចៅវាយស្រុកស្ដាប់បានការហើយត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅវាយស្រុកទៅទួលស្ដេចតាមសេចក្តីរឿងស្ដេចទ្រង់ឲ្យអ្នកងារទៅចាប់បន្ត្រីនោះនិងមេស្រីនោះយកមកឃុំទោសទ្រង់ឲ្យគាស់ខ្មោចលោកយមរាជមកវះមើលឃើញសំណនៅក្នុងពោះមែនទ្រង់ឲ្យជំនុំជម្រះរឿងនោះមេនោះឆ្លើយថាខ្ញុំសម្លាប់លោកយមរាជពិតប្រាកដទ្រង់ឲ្យប្រហារជីវិតទាំងពីរនាក់ចោលទៅទ្រង់ក៏តាំងចៅវាយស្រុកនោះឲ្យធ្វើទីយមរាជឯចៅវាយស្រុកកាលបើធ្វើទីយមរាជហើយឲ្យបំរើទៅហៅចៅចិត្តជាសម្លាញ់មកលុះមកដល់ប្រាប់ថាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើយមរាជហើយដែលអញបានធ្វើយមរាជនេះគឺដោយសារឯងជួយអញពីថ្ងៃនេះទៅឯងកុំលួចគេទៀតអញចិញ្ចឹមមេត្តាឯងនឹងសម្លាញ់ឯងលុះអស់ជីវិតចៅចិត្តជាឆ្លើយថាអញសុំលួចតែម្ដងទៀតលុះរួចត្រឡប់ទៅផ្ទះវិញលុះយប់ចៅចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពុតឲ្យជាច្រើនយកទៅជូនមេត្តាលុះព្រឹកឡើងចៅចិត្តជាមកប្រាប់លោកយមរាជថាសម្លាញ់យប់មិញអញចូលលួចគេបានប្រាក់និងសម្ពុតឲ្យច្រើនណាស់ពីថ្ងៃនោះតទៅអញលះបង់ចោលរឿងរកស៊ីលួចគេហើយ
សំឡាញ់ឯងជឿចោលលោកយមរាជតបថាបើឯងឈប់រកស៊ីលួចគេនោះអញអរណាស់បើខ្វះខាតអ្វីមករកអញឲ្យឯងកុំទើសទាល់អញចិញ្ចឹមលក់អស់ជីវិតចៅចិត្តជាក៏លាលោកមកចៅចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅរក្សាមេដាជាសុខសប្បាយលោកយមរាជនិងចៅចិត្តជាសម្លាញ់រាប់អានគ្នាចិញ្ចឹមគ្នាដល់រាបអស់ជីវិតដោយបានសន្យាគ្នាមកនិទានរឿងចៅចិត្តជាក៏សូមចប់តែប៉ុណ្ណេះរាល់ពាក្យពេចន៍កំហុសខុសឆ្គងសូមខន្តីអភ័យទោសសូមជួយចុច Subscribe ដើម្បីទទួលបាននិទានរឿងថ្មីៗសូមអរគុណសូមជម្រាបលា